បាទប្រិមិត្តអ្នកដែលនិយមតាមដានរលកការផ្សាយចេញពីអង្គភាព SBTU បាទបងប្អូនឃើញថាថ្ងៃទី10បាទថ្ងៃទី10ខែ10បាទម៉ោងថ្មនេះគឺយោធាថៃបាទកំពុងតែដាក់បាទអាសនីដើម្បីឈូសឆាយមកលើលំនៅឋានបាទដីភូមិដីស្រែដីចម្ការរបស់បងប្អូនប្រជាពលរដ្ឋយើងគឺស្ថិតនៅភូមិព្រៃច័ន្ទឃុំអូប៊ីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យបាទសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងដោយបងប្អូនបានឃើញវីដេអូនេះហើយគឺខាងពីខាងថៃហ្នឹងគេដាក់ត្រាក់អីគេនេះឈូសឆាយមកលើទឹកដីខ្មែររបស់យើងហើយយើងឃើញថាគឺមានតែបងអ្នកសារព័ត៌មានទេចុះទៅយកព័ត៌មានចុះទៅឡាយប៉ុន្តែទីពិតយើងអត់មានឃើញខាងបងសមត្ថកិច្ចឬក៏បងប្រជាពលរដ្ឋរបស់យើងចុះទៅជួយអន្តរាគមន៍ឬក៏ទៅហាមឃាត់គេសោះអត់មានឃើញអញ្ចឹងហើយជាក់ស្ដែងខ្ញុំចង់ឲ្យខាងបងសមត្ថកិច្ចវិញឲ្យគាត់ទៅជួយហាមឃាត់ពីសកម្មភាពរបស់ថៃហ្នឹងអាហ្នឹងបានអាចឈ្នះបានអាចឈ្នះថៃព្រោះថៃភាគច្រើនគឺថៃរំលោភបំពានយើងមកជាហូរហែហើយយើងតាំងពីរៀបបណ្ដាលនោះតាំងពីដំបូងមកយើងនៅឃើញថាយើងអត់មានតតាំងតអីទេដើម្បីទុកជាផុសតាំងអីចឹងទៅឥឡូវវាបន្តមកឈូសឆាយនៅកន្លែងដីហ្នឹងទៀតចុះបើសិនជាវាធ្វើលបងធ្វើអីទៀតធ្វើលបងព្រំដែនហ្នឹងមករំលោភយកដីរបស់យើងចូលមកក្នុងដីរបស់យើងទៀតអញ្ចឹងយើងនៅតែគួរតែឈរមើលយើងនៅគួរតែស្ងៀមស្ងាត់បន្តសកម្មភាពបែបហ្នឹងដល់ពេលណាទៀតអញ្ចឹងខ្ញុំគួរគិតថាយើងគួរតែហាមឃាត់កុំឲ្យវាចូលមកយើងមិនថាយើងទៅប្រើអាវុធទៅអីតតាំងឯងប៉ុន្តែយើងគួរណាតែមានខាងប្រដាប់អាវុធក៏ដូចជាប្រជាពលរដ្ឋរបស់យើងណាជួយទៅមើលក៏ដូចជាទៅហាមឃាត់អត្តហាមឃាត់អីហ្នឹងកុំឲ្យវាចូលមកកុំឲ្យវាមកឈូសឆាយហ្នឹងព្រោះពេលណាដែលឈូសឆាយទៅវាចង់ធ្វើអីហ្នឹងក៏វាចង់ធ្វើបានដែរបើឥឡូវនេះវាឈូសឆាយក៏យើងបានធ្វើមកថតហ្នឹងយើងធ្វើមកថតខាងសមត្ថកិច្ចរបស់យើងខាងប្រជាពលរដ្ឋរបស់យើងក៏គាត់អត់មានបានទៅហាមឃាត់អីសោះខាងអ្នកកសែតក៏អត់មានបានទៅហាមឃាត់អីសោះបានធ្វើតែមកថត live ថតផុសទេអញ្ចឹងបើសិនជាគេចង់ធ្វើលបងទៀតចុះបើសិនជាគេធ្វើលបងព្រំដែននៅកន្លែងដីរបស់យើងហ្នឹងអញ្ចឹងមានន័យថាយើងបានធ្វើតែមកថតយើងបានធ្វើតែមកឈរមើលឬក៏យ៉ាងណាអញ្ចឹងខ្ញុំចង់បានថាមានសកម្មភាពបងសមត្ថកិច្ចដែលពាក់ព័ន្ធក៏ដូចជាខាងប្រជាពលរដ្ឋរបស់យើងហ្នឹងឲ្យទៅហាមឃាត់ឬក៏ទៅបណ្ដេញអត្រាទ័រឬក៏ទាហានថៃនឹងចេញពីទឹកដីរបស់យើងមកអានេះខ្ញុំគិតថាគឺជាជំរឿនមួយដ៏ល្អមកសម្រាប់ប្រជាជនក៏ដូចជាដែនដីខ្មែរយើងទាំងមូលសម្រាប់បងប្អូនទាំងអស់គ្នាបងប្អូនគិតមិនដែរសម្រាប់ខ្ញុំនិយាយខ្ញុំមានតែយោបល់ប៉ុណ្ណឹងទេប៉ុន្តែនេះគឺស្ថិតនៅលើដែនដីស្ថិតនៅលើខាងសមត្ថកិច្ចទេពួកសមត្ថកិច្ចអាចពាក់ព័ន្ធច្រើនអញ្ចឹងប្រជាពលរដ្ឋយើងគ្រាន់តែយើងទៅបានជាគ្នាឬក៏យើងមានអត្តបងមានអីទេព្រោះភាគច្រើនគេនោះគឺគេខាងយោធាគេអីគេធំដុំរបស់គេយើងនិយាយទៅយើងអត់មានអីតតាំងមួយគេបានច្រើនទេដូចតទៅជាមួយនឹងប្រជាពលរដ្ឋរបស់យើងនោះអញ្ចឹងចង់ឲ្យមានខាងសមត្ថកិច្ចទៅជាមួយហើយហាមឃាត់ការធ្វើសកម្មភាពណាមួយដែលរំលោភបំពានមកលើទឹកដីប្រទេសកម្ពុជារបស់យើងសម្រាប់បងប្អូនតាមបងប្អូនមានយោបល់បែបណាដែរ